នេះគម្រោងចាប់ដើមដាំបានប្រហែលជា3ខែទេឈប់យើងមានផ្កាមានអីដោះឡើងហើយនេះស្រាកន្លែងយើងចាំដាំដល់ហើយចាំដាំបានប្រហែលជា3ខែហើយឥឡូវយើងមានផ្លែមានផ្កាមានដាប់អីដីថ្មីឡើងនេះបោចស្មៅនឹងដើមឈើនេះចេញអញ្ចឹងជុំវាអត់ឡើងវាស្មៅច្រើនណាស់ខាងនោះវាល្អហើយខាងនេះក៏យើងដាំបានល្អដែរគេថាជុំវាដុះអត់ទាន់ពេញមកខាងនេះវាស្មៅវល់តាកវាដុះច្រើនហើយនឹងដើមរាំងសាមវាច្រើនហើយយើងកាប់បានខ្លះយើងធ្វើផ្លូវចុះហើយយើងយកឡានទាញដើមឈើនឹងចេញអស់ហើយឡើយនេះឡើងកម្មករគាត់សាងសង់សម្រាប់ដាក់ផ្លិតរបស់យើងផ្ទះរបស់យើងសាងសង់ធ្វើបាញ់ដុំចាក់សឡងសេចាក់ស្អែកតែវិញយើងច្រើនណាស់ច្រើនវិញបឹងជុំមែនតែមកកន្លែងហ្នឹងឯងដីជាង200000ហិកតាយើងស្រុកស្អាងជាប់ជាមួយនឹងស្រុកបាទីពីរស្រុកជាប់គ្នាខេត្តតាកែវនិងខេត្តកណ្ដាលនេះស្ដាកន្លែងនេះយើងរៀបចំដាំនៅពេលយើងកាប់ព្រៃនឹងហើយយើងដាំ